ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀប download វីដេអូពី TikTok តាមរយៈទូរស័ព្ទដៃឥឡូវយើងចូលទៅទាំងអស់គ្នាអញ្ចឹងជាទូទៅបងប្អូនតែងតែអុស TikTok អញ្ចឹងវីដេអូអញ្ចឹងមកបាទអញ្ចឹងអ៊ំមកថាវីដេអូនេះមួយចុះខ្ញុំចង់ download វាអញ្ចឹងទីមួយអ្នកទាំងអស់គ្នាចុចទៅលើ share តទៅទៀតបងប្អូនចុចលើពាក្យថាបងប្អូនជាទូទៅបងប្អូនតែងតែចង់និយាយថានៅពេលដែលវីដេអូខ្លះគឺគេឲ្យគេបិទទៅដល់យើង copy ទេអញ្ចឹងយើងត្រូវតែប្រើ website ជំនួយណាបាទអញ្ចឹងបើករណីTikTok ខ្លះ account ខ្លះគាត់បើកឲ្យយើង download អញ្ចឹងអត់បញ្ហាទេនៅពេលបងប្អូនទាំងគ្នាទាញមកគឺយើងអាចចុចទៅលើ download នឹងបានប៉ុន្តែនៅក្នុង account ខ្លះគឺគេបិទឲ្យយើង download ទេអញ្ចឹងយើងធ្វើវិធីសាស្ត្រដូចខ្ញុំបង្ហាញនេះគេចុច copy មក copy link បាទអញ្ចឹងបន្ទាប់ពីបងប្អូនអ្នកគ្នា copy link ហើយយើងចូលទៅកាន់ website អញ្ចឹងបងប្អូនចូលទៅកាន់ Chrome ក៏បានទៅចូលទៅកាន់ Google ក៏បានដែរអញ្ចឹងបងប្អូនចូលទៅកាន់ website មួយមានឈ្មោះថា savetik.co ចឹងបងប្អូនចូលទៅកាន់ website មួយឈ្មោះថា savetik.co ណាតទៅទៀតបងប្អូនគ្នាចុច search បាទនេះ website នេះបងប្អូនគ្នា website savetik.co ចឹងបន្ទាប់ពីបងប្អូនគ្នាចុចទៅលើ website ហ្នឹងហើយយើងធ្វើការ pass link ដែលយើងបាន copy ហ្នឹងចូលទៅក្នុងប្រអប់ហ្នឹងតទៅទៀតបងប្អូនចុច download ណាបាទតទៅទៀតគឺបងប្អូនអាចចង់បានប្រភេទជា MP4 HD MP3 ឬក៏ download TikTok profile ហ្នឹងក៏បានដែរគឺយើងចង់ download មក TikTok account ហ្នឹងក៏បានដែរណាចឹងឧបមាថាខ្ញុំចង់ download ជា file MP4 ចុះចឹងបន្តទៅយើង download មកបាទនេះពេញហើយបងប្អូនយើងចូលទៅក្នុង open មកបាទនេះបានហើយបាទនេះបានហើយយើងអញ្ចឹងវីដេអូហ្នឹងគឺចូលទៅក្នុង account download របស់យើងហើយបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនប៉ុណ្ណឹងហើយបើសិនជាមានចម្ងល់អាច comment ខាងក្រោមបានជម្រាបលា